ទម្រង់លេងដេញគ្រូឬក៏យ៉ាងណាបងប្អូនយើងមកឃើញថាបើជប់មិញនេះរៀលគឺបើលេងបាល់មើលមិនយល់ទេបងប្អូនយើងអញញ៉េអញ៉ៃបើខ្លាំងមែនទែនគឺបារាជ័យបើក្រុមធ្វើជើងក្រុមសេតាវីហ្គោគឺជាក្រុមនៅលេខរៀងទី10នោះបងប្អូនយើងហើយចាញ់បើ2-0ទៅទៀតហើយចាញ់មិនសុំទេគឺបើងុំយប់មិញនេះគឺកាឡាកោខ្លួនឯងកាត់ក្រហមដល់ទៅ2នាក់ទៀតបើគឺបើកាឡាកោបើប្រេងកាជាបើនឹងបើកាឡាកោបើខារ៉េរ៉ាហើយសំខាន់ជាងហ្នឹងបងប្អូនយើងមកឥឡូវនេះគឺបើខ្សែការពាររៀលគឺរបួសច្អស់បងប្អូនយើងអាណុលរបួសបើខាវ៉ាហាល់របួសហើយសិនបើក៏របួសហើយបើកាឡាកោយប់មិញគឺបើមីលីតាវបើក៏របួសទៀតហើយបើជាប់បើកាត់ក្រហមបើគឺបើប្រេងកាជាបើនឹងបើខារ៉េរ៉ាទៀតហើយនៅសល់តែកាឡាកោរ៉ូឌីជើម្នាក់ទេបងប្អូនយើងមកសម្រាប់បើខ្សែការពារហើយអញ្ចឹងហើយអូបងប្អូនយើងយប់មិញឲ្យមានមើលគឺថានិយាយមិនចាញ់បងប្អូនយើងមករៀលលេងបាល់មកដឹងថាកីឡាកររៀលទាំងអស់ហ្នឹងមកគោបំណងមកចង់ដេញគ្រូបើឬក៏យ៉ាងណាបងប្អូនយើងលេងបាល់ដូចជាអញញ៉ៃបងប្អូនយើងយប់មិញនេះគឺអត់យល់ទេបើយប់មិញបងប្អូនយើងឥឡូវគឺនៅក្នុងតារាងបន្ទុកបាឡាលីហ្គាមកគឺធ្លាក់មកនៅលេខទី3បងប្អូនយើងគឺបើកាន់តែបាទទៀបទៅរៀលបងប្អូនយើងមកឥឡូវនេះមិនដឹងថាកំហុសមកពីអ្នកណាមកមានបញ្ហាអ្វីបងប្អូនយើងមករៀលបាទនៅតែបន្តបែបហ្នឹងប្រហែលជាបើលោក Xabi Alonso ប្រហែលជាបាននៅបានយូរទេមកទៅបងប្អូនយើងព្រោះថាឥឡូវនេះគឺថាបើការលេងរបស់រៀលគឺបើចាប់ខ្លាំងមែនទែនបងប្អូនយើងបើចាប់មែនទែន